Chúng rất là nghe ở ngày nay trong chẳng hạn là ngheពី website របស់ខ្ញុំមួយដែលបានបង្កើតឡើងសម្រាប់អ្នកដែលគាត់ចង់ចេះទៅលើការសិក្សាទៅលើ code ចឹងទៅក៏អ្នកដែលចង់ខ្លាយទៅជា web developer development អីផ្សេងៗចឹងទៅហើយអ្នកគ្នាចង់សិក្សាពី code ទេឬក៏ចង់ដឹងពី code ទេអាចចូលមើលបានដូចគ្នាក៏អ្នកដែលចាប់ដើម start ពីដំបូងទៅអត់ទាន់ដឹងថាត្រូវចាប់ឡើងពីពេលណាពីត្រង់ណាទៅមុនអ្នកគ្នាចាប់ចូលមើលបានតែខ្ញុំបានបង្កើតវាឡើងដែលខ្ញុំដាក់ថា learn HTML តែប៉ុតវាមាន CSS មួយទៀតតែអត់ទាន់ដាក់ហើយខ្ញុំគាត់ចូលអ្នកគ្នាមើលលេងសិនទៅហើយតែដំបូងខ្ញុំគាត់មកចុច start learn នេះមកវាទៅអញ្ចឹង learn ដំបូងត្រូវចុចលេខ1យើង learn ពី HTML មុនដែលបើ HTML ហ្នឹងខ្ញុំចង់តែគ្នាស្គាល់ថា HTML សម្រាប់គ្នាងាយស្រួលក្នុងការបង្កើតទៅលើ web page ឬក៏ website ផ្សេងៗទៅអញ្ចឹងក្នុងហ្នឹងក៏ខ្ញុំបានដាក់ demo អ្នកគ្នាមើលដែរវាមានកូដហើយវា review ឲ្យយើងមើលដែរថាកន្លែងហ្នឹងយើងប្រើមិនដើម្បីវាចាញ់មិនអីចឹងណាអ្នកគ្នាអាចចូលមើលបានហើយខាងក្រោមនេះក៏មានដូចជាសំណួរដែលសួរទៅនឹងអ្នកគ្នាដែរអ្នកបាច់ឆ្លើយក៏បានដែរកន្លែងហ្នឹងខ្ញុំអត់ទាន់បានដាក់អីស៊ីជម្រៅខ្លាំងទេតោះមកវាមានទី2វាមានរៀន lesson អញ្ចឹងសម្រាប់អ្នកគ្នាមើលអញ្ចឹងយើងមាន6 lesson សម្រាប់ដល់អ្នកគ្នាអាចមើលហើយអាចអនុវត្តតាមហ្នឹងទៅអញ្ចឹងអ្នកគ្នាហើយកន្លែងវានេះ300នេះវាមានន័យថាទំហំរូបភាពហ្នឹងអ្នកគ្នាអាចមើលបានទៅយ៉ាហ្នឹងគឺយើងមានសំណួរសួរអ្នកទាំងអស់គ្នាដែរច្បាស់ឲ្យអ្នកគ្នាស៊ាំទៅនឹងវាអញ្ចឹងណាអូខេអញ្ចឹងវាមាន6 lesson សម្រាប់អ្នកគ្នា learn ហើយខាងក្រោមនេះក៏ខ្ញុំដាក់ឲ្យអ្នកគ្នាមើលដែរពីsorry អ្នកគ្នាខ្យល់តិចឲ្យអ្នកគ្នាមើលថាវាប្រើដើម្បីអីចឹងអ្នកគ្នាហើយបន្តមកទៀតពេលណាយើងរៀនអានឹងចេះហើយយើងអាចទៅរៀនទៅលើជំនួយនឹង website CSS បានដែលអ្នកខ្ញុំចុចទៅលើ CSS នេះមកអូខេអញ្ចឹងយើងមកដល់កន្លែង CSS អញ្ចឹងក្នុង CSS នេះទៀតសោតខ្ញុំបរៀនអ្នកគ្នាពីរបៀបសរសេរកូដអញ្ចឹងទៅហើយក៏មាន demo សម្រាប់គ្នាមើលដែរអ្នកគ្នាអាចមើលបាននេះឃើញអត់អានេះទំហំរូបភាពបន្តទៅយើងដាក់50វាធំអញ្ចឹងចាំមើល50វាបំរុងមូលអញ្ចឹងហើយ0វាមក4ជ្រុងវិញនេះគឺជាកូដរបស់វាហើយអ្នកគ្នាមើលបាននេះ color ហើយនឹង background ខ្ញុំបានបង្ហាញវានៅលើនឹងស្រាប់អ្នកគ្នាអាចចូលទៅមើលបានក៏កន្លែងនេះពណ៌អ្នកគ្នាដូរ color តាមហ្នឹងបានខ្ញុំបញ្ចូលលឿនតិចព្រោះវាតោះចង់ឲ្យវិញទេតោះមកយើងមាន flexbox layout អញ្ចឹង flexbox layout យើងអាចមើលបានហើយយើងអាចសេរីវាបាននេះហើយចង់ឲ្យ layout ហ្នឹងវា clear ចេញពីគ្នាឬក៏កដាល center នេះកដាល start នេះចាប់ដើមនេះហើយនេះ search វាយើងអាចមើលបានតាមនឹងអ្នកគ្នាអាច recover វាតាមហ្នឹងទៅតោះមកយើងចូល girls នេះយើងអាចសេរីទូធំឆ្វេងស្ដាំលើក្រោមវាបានហើយកូដរបស់វាគឺខាងលើនេះយើងមាន demo សម្រាប់គ្នាមើលដូចគ្នាតោះមកយើងចង់ឲ្យគឺ margin and padding ចឹងហ្នឹងវាសម្រាប់ឲ្យគ្នាសេរីទៅលើ box ទៅលើទំហំឬក៏ចង់បានសាយធំសាយតូចអញ្ចឹងណាគ្នាចាហើយវាតខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគ្នានឹងចូលមើលទៅលើ website របស់ខ្ញុំឬក៏ learn ទៅលើ website របស់ខ្ញុំតែខ្ញុំអត់បាន hosting វាទេហើយខ្ញុំ hosting កាលណាខ្ញុំនឹង follow ប្រាប់អ្នកគ្នាអរគុណបាយបាយសម្រាប់ការទស្សនាវីដេអូ